សេចក្តីប្រកាសព័ត៌មានរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនមានកិត្តិយសសូមជម្រាបជូនជនរួមជាតិនិងសាធារណជនទាំងអស់ឲ្យបានជ្រាបថាពាក់ព័ន្ធនឹងការងារវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅកំណាត់ព្រំដែនចន្លោះបង្គោលព្រំដែនលេខ42-47ភាគីកម្ពុជានិងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារលើដីជាក់ស្ដែងដើម្បីឈានទៅរកការដោះស្រាយបញ្ហានៅភូមិជោគជ័យនិងភូមិប្រៃច័ន្ទស្ថិតក្នុងភូមិសាស្ត្រឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យក្នុងន័យនេះរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសូមជម្រាបនិងបញ្ជាក់ជូនជនរួមជាតិនិងសាធារណជនទាំងអស់ឲ្យបានជ្រាបថា 1. ពាក់ព័ន្ធការងារវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចាប់ផ្ដើមចុះអនុវត្តការងារនៅលើដីជាក់ស្ដែងចាប់តាំងពីឆ្នាំ2006មកម្លេះដើម្បីវាស់វែងនិងស្វែងរករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនបេតុងចំនួន74បង្គោលដែលបានបោះដោយគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិនសៀមនៅចន្លោះឆ្នាំ1919-1920ការងារវាស់វែងនិងស្វែងរករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំងនេះដែលក្នុងនោះរួមទាំងបង្គោលព្រំដែនលេខ42-47ផងដែរគឺធ្វើឡើងយ៉ាងម៉ត់ចត់និងទទួលខុសត្រូវខ្ពស់បំផុតដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំងជាពិសេសកំណត់ហេតុ Procès-verbal បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិនសៀមឆ្នាំ1908-1909និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិនសៀមឆ្នាំ1919-1920 2. កិច្ចការដែលក្រុមវាស់វែងចម្រុះបានអនុវត្តនាពេលកន្លងមកជាពិសេសនៅកំណាត់ព្រំដែនចន្លោះបង្គោលលេខ42-47ភាគីទាំងពីរបានត្រឹមតែចុះអនុវត្តការងារស្វែងរករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនតែប៉ុណ្ណោះនិងមិនទាន់បានអនុវត្តការងារខណ្ឌសីមាលើដីជាក់ស្ដែងនៅឡើយ 3. ភាគីទាំងពីរបានឯកភាពបញ្ជូនក្រុមការងារចុះរៀបចំផែនការនិងអនុវត្តការងារលើដីជាក់ស្ដែងចាប់ពីថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2025ដើម្បីវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ42-47ស្ថិតក្នុងភូមិសាស្ត្រឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យគឺជាការបន្តអនុវត្តការងារជាជំហានដើម្បីឈានទៅដល់ការខណ្ឌសីមាលើដីជាក់ស្ដែងស្របតាមខ្លឹមសារនៃអនុសរណៈនៃការយោគយល់គ្នា MOU ឆ្នាំ2000ស្របតាមបែបបទការងារ TOR ឆ្នាំ2003និងស្របតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ JBC នាពេលកន្លងមកព្រមទាំងអនុវត្តតាមបែបបទណែនាំបច្ចេកទេសដែលភាគីទាំងពីរបានឯកភាពគ្នាឆ្លៀតក្នុងឱកាសនេះរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសូមអំពាវនាវដល់ជនរួមជាតិនិងសាធារណជនទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជានិងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាដែលជានិច្ចជាកាលតែងតែប្រកាសខ្ជាប់នៅមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុតដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិដោយប្រកាន់ខ្ជាប់នៅការគោរពច្បាប់អន្តរជាតិគោរពគោលការណ៍ព្រំដែនមិនកែប្រែនិងខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិនសៀមសេចក្តីដូចបានជម្រាបនិងបញ្ជាក់ជូនខាងលើសូមជនរួមជាតិនិងសាធារណជនទាំងអស់ជ្រាបជាព័ត៌មានហើយរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសូមលើកទឹកចិត្តឲ្យមានការចែករំលែកនិងផ្សព្វផ្សាយសេចក្តីប្រកាសព័ត៌មាននេះឲ្យបានទូលំទូលាយថ្ងៃសុក្រ1កើតខែមករាឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2025